ជារៀងរាល់ព្រឹកការងារចាប់ផ្ដើមថ្ងៃថ្មីរបស់ខ្ញុំគឺខ្ញុំចាប់ផ្ដើមជាមួយនឹងរឿងតូចៗទាំងនេះដំបូងខ្ញុំសិតសក់និងចង់សក់ឲ្យកូនមើលទៅជារឿងធម្មតាប៉ុន្តែសម្រាប់ខ្ញុំជាពេលវេលាដែលមានតម្លៃពីព្រោះធ្វើឲ្យខ្ញុំកាន់តែមានភាពស្និទ្ធស្នាលជាមួយកូនកាន់តែខ្លាំងឡើងបន្ទាប់ពីកូនញ៉ាំអាហារពេលព្រឹករួចរាល់អ្វីដែលខ្ញុំត្រូវធ្វើបន្ទាប់គឺយកចានកូនដែលបានញ៉ាំហើយយកទៅលាងសម្អាតនៅពេលដែលខ្ញុំជូនកូនទៅសាលារៀនពេលឃើញកូនដើរចូលសាលារៀនដោយស្នាមញញឹមខ្ញុំក៏មានអារម្មណ៍សប្បាយចិត្តដែរជីវិតប្រចាំថ្ងៃមិនចាំបាច់អស្ចារ្យគ្រប់ពេលនោះទេពេលខ្លះក្តីសុខគឺស្ថិតក្នុងរឿងសាមញ្ញដែលយើងអាចធ្វើវាបានជារៀងរាល់ថ្ងៃជាចុងក្រោយសូមឲ្យអ្នកទាំងអស់គ្នាមានថ្ងៃល្អនិងពោរពេញដោយសេចក្តីសុខសូមអរគុណសូមជម្រាបលា